Bà sao cũng cho mà can channel niềm về tịchในក្នុងវីដេអូនេះគឺខ្ញុំនឹងចែកម្រៃអ្នកនរគ្នាពីវិធីនៅក្នុងការដែលយើង change password Apple ID ឬក៏ iCloud នៅក្នុង iOS អញ្ចឹងពីមុនគឺយើងបានបាទ play password ក៏ដូចជារឿងចប់ Apple ID យើងអាចដឹងថាវិធីសាស្ត្រណានៅក្នុងការយើងអាចយកបាទ Apple ID ឬក៏ iCloud យកមកប្រើប្រាស់វិញបានទេនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបញ្ជាក់ដល់អ្នកនរគ្នាបាទច្បាស់ពីវិធីនៅក្នុងការយើងចូលទៅ change នៅពេលដែលយើង play password ឬក៏យើង click ជាមួយនឹង password iCloud នៅក្នុងទូរស័ព្ទដៃរបស់យើងជាដំបូងគឺយើងចូលទៅក្នុង setting បាទបន្តមកទៀតគឺយើងកលេចទៅលើ profile របស់យើងងាយស្រួលស្ដាប់បាទចុចលើ profile ដែលមានឈ្មោះរបស់ខ្ញុំអក្សរធំបាទនាមវ័យបន្តមកទៀតគឺយើងកលេចមើលបាទអាចចូលទី2អ្នកនរគ្នាមើលទៅលើ touch screen របស់ខ្ញុំនៅចូលទី2គេថា sign in ឬក៏ security អ្នកនរគ្នាគ្រាន់តែចុចលើបាទ sign in ឬក៏ security លងមកបន្តមកគឺវានឹងបើកផ្ទាំងមួយឲ្យយើងហើយសម្រាប់កន្លែងនេះគឺខ្ញុំសូមបើកវងកញ្ចក់បន្តិចបាទតាក់ទងជាមួយនឹងយើងអត់ទាន់បានដោះជាមួយនឹងលេខកូដទេនៅពេលដែលអ្នកទាំងអស់គ្នាបដូរ password គឺវាទាមទារជាមួយនឹងលេខកូដ4 6ខ្ទង់ឬក៏ scan មុខសម្រាប់អ្នកទាំងអស់គ្នាដែលកំណត់នៅលើ screen ទូរស័ព្ទនៅពេលដែលអ្នកទាំងអស់គ្នាចុចបិទទូរស័ព្ទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាដោះសោគឺយើងត្រូវតែប្រើលេខកូដមួយនោះនៅក្នុងកន្លែងហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាចុចពាក្យថា change password បាទឥឡូវនេះគឺវាធ្វើការងារ scan មុខរបស់ខ្ញុំរួចហើយបាទនៅកន្លែងនេះគឺវាមាន2នៅក្នុងនោះគឺមាន2កន្លងនៅខាងលើនេះគឺគេដាក់ថា new password អញ្ចឹងគឺនៅកន្លែងនេះអត់មានទាមទារអីច្រើនទេឲ្យតែ Apple ID ឬក៏ iCloud របស់អ្នកនរគ្នានៅក្នុងទូរស័ព្ទដៃរបស់យើងគ្រាន់តែ click ID ឬក៏ Apple ID អ្នកនរគ្នាគ្រាន់តែផ្លាស់ប្ដូរវាបញ្ចូលលេខកូដថ្មីគឺអ្នកនរគ្នានឹងទទួលបាន email យកមកប្រើប្រាស់វិញឬក៏Apple ID iCloud ដែលយើងយកមកប្រើប្រាស់វិញបានលើទូរស័ព្ទដៃរបស់យើងដោយមិនចាំបាច់មានហានិភ័យនៅក្នុងការដែលយើងជាប់ជាមួយនឹង iCloud អញ្ចឹងកន្លងទី1គឺថា new password កន្លែងទី2គឺគេឲ្យយើងបញ្ជាក់ password មានន័យថាកន្លងទី1នេះគឺយើងដាក់ password បែបណាក៏ដោយប៉ុន្តែយើងត្រូវតែដាក់អក្សរធំពីមុខខាងក្រោមនេះនៅពេលណាដែលខាងលើដាក់ password បែបណាខាងក្រោមគឺដាក់ដូចគ្នាអញ្ចឹងខ្ញុំសូមធ្វើឧទាហរណ៍ឲ្យអ្នកនរគ្នាមើលមួយបាទអញ្ចឹងខ្ញុំដាក់ថាខ្មែរយើងប្រើអក្សរធំ K អក្សរធំ KHM បាទ ER បន្ទាប់មកយើងប្រើលេខទូរស័ព្ទបាទយើងប្រើលេខទូរស័ព្ទក៏បានឬក៏យើងប្រើថ្ងៃខែរបស់យើងក៏បានឬក៏យើងប្រើអ្វីក៏បានដែរដើម្បីឲ្យយើងងាយស្រួលចាំអញ្ចឹងខ្ញុំបន្តបាទឧទាហរណ៍ខ្ញុំដាក់ថា1 2 3 4 5អញ្ចឹងដាក់ថាខ្មែរ1 2 3 4 5បាទរងចាំបន្តិចបន្ទាប់មកគឺខាងក្រោមក៏ដាក់ដូចគ្នាបាទខាងក្រោមអក្សរខាងលើអក្សរធំខាងក្រោមក៏អក្សរធំដែរបាទនៅពេលនេះគឺយើងបានបញ្ចូលហើយបាទ password ទាំងលើខាងក្រោមគឺដូចគ្នាអញ្ចឹងអ្នកនរគ្នាកុំភ្លេចនៅពេលដែលបញ្ចូល password ហ្នឹងគឺត្រៀមប៊ិចត្រៀមសៀវភៅដើម្បីកត់ password កុំឲ្យវាភ្លេចទៀតឬក៏យើងអាចបាទចាំដើម្បីយើងយកទៅទុក note នៅក្នុងទូរស័ព្ទដៃរបស់យើងឬក៏ទុក note នៅកន្លែងណាដែលយើងងាយស្រួលនៅពេលដែលយើងបាត់ទៀតឬក៏យើងអាចចូលទៅ change ម្ដងទៀតបាទអញ្ចឹងនៅពេលដែលយើងបញ្ចូល password ទាំងពីររួចហើយបាទខាងលើនិងខាងក្រោមយើងចុចពាក្យថា continue ហើយយើងធ្វើការងាររងចាំបន្តិចអ្នកនរគ្នាបាទនៅពេលនេះគឺយើងបានបដូរ password រួចរាល់ 100% ហើយអញ្ចឹងខ្ញុំឲ្យអ្នកនរគ្នាคลิกមើលទៅខាងលើបាទនេះគេដាក់ថា premium email ដែលមាន email បាទ nameway.icloud.com អញ្ចឹងគឺយើងអត់មានពិបាកនៅក្នុងការដែលយើងបាទបាត់ password ទៀតទេព្រោះយើងមានកន្លែងដូរហើយក៏យើងមិនចាំព្រួយបារម្ភនៅក្នុងការដែលយើងបាទបាត់ជាមួយនឹង Apple ID ឬក៏ iCloud ដែលយើងគិតថាវាពិបាកនៅក្នុងការដែលយើងយកបាទ iCloud មកវិញឬក៏យើងពិបាកនៅក្នុងការដំឡើងនៅកម្មវិធីថ្មីនៅក្នុងបាទ App Store អញ្ចឹងគឺឃើញថាការដែលយើងបដូរ password ឬក៏យើងចូលទៅបង្កើត password ថ្មីជាមួយនឹង Apple ID ឬក៏ iCloud គឺយើងទទួលបានជោគជ័យហើយវីដេអូនេះក៏ដល់ទីបញ្ចប់ដែរមុននឹងបញ្ចប់បាទក៏សូមឲ្យអ្នកនរគ្នាបាទជួយចែករំលែកវីដេអូមួយនេះទៅកាន់មិត្តភ័ក្តិដែលប្រើជាមួយនឹងទូរស័ព្ទដៃ iOS កុំឲ្យពួកគាត់មានបាទការភ័យព្រួយនៅក្នុងការបាត់ password សម្រាប់អ្នកនរគ្នាដែលមកក្រោយដែលមិនទាន់បាទចុចតាមខ្ញុំទេបាទកុំភ្លេចនៅក្នុង channel YouTube របស់ខ្ញុំគឺនាមវ័យតិចបាទនៅក្នុង
page របស់ខ្ញុំគឺ នាមវៃតិចបាទនៅក្នុង website របស់ខ្ញុំគឺនាមវៃតិចអញ្ចឹងអ្នកនរគ្នាគ្រាន់តែវាយពាក្យថានាមវៃតិចនៅលើបណ្ដាញសង្គមគឺមានបាទជាមួយនឹង account របស់ខ្ញុំ complete ចូលទៅតាមតាន follow ដើម្បីទទួលបាននៅព័ត៌មានថ្មីៗក៏ដូចជាបាទវីដេអូថ្មីៗជាច្រើននៅក្នុងការដែលយើងចែកម្លែកនៅពេលដែលខ្ញុំបាទគឺខ្ញុំព្យាយាមនៅក្នុងការដែលយើងធ្វើវីដេអូបាទជាច្រើនដើម្បីចែកម្លែកទៅដល់បងប្អូនដែលបាទចាំបាច់ដើម្បីដឹងនៅក្នុងការដែលយើងប្រើជាមួយនឹងទូរស័ព្ទដៃ iOS ឬក៏ព័ត៌មានផ្សេងៗទៀតជួបគ្នានៅវីដេអូក្រោយសម្រាប់អ្នកនរគ្នាបាទអរគុណច្រើននៅក្នុងការរកការតាមដានវីដេអូរបស់ខ្ញុំ